កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់គៀងគរជំនួយមនុស្សធម៌ជួយគ្រួសារភេសឹងក្រសួងទេសចរសហការជាមួយរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ក្រមប្រធានបទរួមគ្នាដើម្បីកម្ពុជាក្នុងរដូវកាលសាមគ្គីនៅថ្ងៃទី28ខែធ្នូឆ្នាំ2025នៅខេត្តសៀមរាបក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីជាតិធ្លុងមួយនិងពង្រឹងស្មារតីឯកភាពផ្ទៃក្នុងព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភេសឹងក្រសួងទេសចរអំពាវនាវឲ្យសាធារណជនចូលរួមព្រឹត្តិការណ៍ជិះកង់ឲ្យបានច្រើនកកនិងចូលរួមសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនិងតាមលទ្ធភាពជាក់ស្ដែងក្នុងស្មារតីរួបរวมសាមគ្គីនៅក្នុងគ្រាដ៏លំបាកនេះ